ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រញោមស្តៅដ៏ឆ្ងាញ់ហើយយើងមានតួអង្គឯកគឺស្តៅហើយនឹងត្រសក់អញ្ចឹងមុនពីយើងចាត់ត្រសក់បែបនេះគឺយើងត្រូវសាបវាសិនបាទសាបវាឲ្យសពហើយយើងចាត់ទៅគឺស្អាតហើយគណៈពេលដែលម្នាក់ម្ដាយក្មេកកំពុងតែចាត់ត្រសក់ហ្នឹងគឺយើងដាក់ស្ងោរសាច់ជ្រូកគណៈពេលនឹងដែរហើយឪពុកក្មេករបស់ខ្ញុំគាត់កំពុងតែបេះជីដើម្បីយកទៅផ្សំគ្រឿងជាមួយនឹងស្ដៅនឹងហើយជីហ្នឹងគឺគាត់បេះច្រើនបែបនេះដោយសារតែគាត់យកទៅដាក់លក់ផងហើយនឹងយកមកពិសាខ្លួនឯងសម្រាប់អាហារពេលថ្ងៃត្រង់នឹងផងដែរហើយជីហ្នឹងសួរថាយកមកពីណាគឺជីហ្នឹងឪពុកម្ដាយរបស់ខ្ញុំគឺគាត់បានដាំនៅខាងក្រោយផ្ទះនឹងឯងបាទគាត់ដាំដាក់លក់ផងបាទហើយនឹងទុកហូបខ្លួនឯងផងជារបស់ធម្មជាតិបាទរបស់ធម្មជាតិមានចេកមានល្ហុងមានជីគ្រប់មុខអញ្ចឹងទៅបាទនៅដីទនេខាងក្រោយផ្ទះហ្នឹងហើយស្ដៅហ្នឹងដើម្បីកុំឲ្យល្វីងពេកគឺយើងយកមកស្រោះយើងដាំទឹកក្តៅហើយយើងដាក់ស្រោះមកបាទយើងត្រឡប់ចោះត្រឡប់ឡើងឲ្យសពនឹងមកនឹងហើយដើម្បីកាត់បន្ថយការល្វីងនឹងឯងឥឡូវយើងចាប់ផ្ដើមស្រង់ស្ដៅនឹងទុកមួយឡែកសិនបាទហើយយើងងាកមកចិញ្ច្រាំប្រហុកដើម្បីចិញ្ច្រាំហុកនឹងយកទៅដាក់ដុតឲ្យបន្ថែមរសជាតិទៅលើការញោមស្ដៅរបស់យើងអញ្ចឹងយើងយកស្លឹកចេក3 4ស្លឹកមកយកមកខ្ចប់ប្រហុកនឹងហើយយកទៅដាក់ដុតនៅក្នុងចង្ក្រានដែលយើងកំពុងតែស្ងោរសាច់ជ្រូកមិញនឹងឯងចឹងតាមស្រុកស្រែរបស់យើងគឺយើងភាគច្រើនឲ្យតែញោមស្ដៅញោមអីគឺច្រើនតែដាក់ប្រហុកនឹងឯងបាទដើម្បីបន្ថែមរសជាតិហើយហ្នឹងក៏ជាប្រពៃណីដែរបាទក៏ជាប្រពៃណីដែរឥឡូវយើងចាប់ផ្ដើមហាន់សាច់ជ្រូកបាទហាន់សាច់ជ្រូក3ជាន់เนาะដែលយើងបានស្ងោរមិញហ្នឹងគឺជាបន្ទះចំណិតល្មមទៅតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនអញ្ចឹងមកបន្ទាប់មកទៀតយើងមកបេះមកបូតនៅស្ដៅដែលយើងបានស្រោះហើយអំបញ្ញមិញហ្នឹងយកមកផ្សំជាមួយនឹងត្រសក់ផ្សំជាមួយនឹងជីដើម្បីឲ្យវាគ្រប់គ្រឿងហើយបន្តមកទៀតយើងនឹងថែមនៅសាច់នឹងឲ្យថែមនៅសាច់ថែមនៅប្រហុកឲ្យយើងដុតមិញណាបងប្អូនមើលប្រហុកនឹងបើបងប្អូននៅចិត្តបានដឹងតែឈ្ងុយហ្មងឥឡូវហ្នឹងកូនស្រីពៅរបស់ខ្ញុំនឹងមកទៀតហើយគឺមកជួយយាយហ្នឹងហើយមកជួយយាយនៅក្នុងការធ្វើម្ហូបហ្នឹងតែតាមពិតគាត់មកលេងផងដែរបាទបាត់យាយបន្តិចបាននេះសួររកបាត់យាយបាត់តាសួររកហើយឥឡូវហ្នឹងមកជួយធ្វើម្ហូបមកយាយបន្ទាប់មកទៀតយើងយកបង្គាដែលបានលាងហើយហ្នឹងអាបង្គាក្រៀមហ្នឹងគឺយើងយកមកបុកវាឲ្យម៉ត់បាទយើងបុកវាឲ្យម៉ត់អញ្ចឹងមកយើងយកមកលាយនឹងយកមកដាក់ជាមួយនឹងសាច់ជ្រូកដែលយើងបានហាន់មិញហ្នឹងណាហ្នឹងហើយយើងយកមកដាក់លាយវាឲ្យសព្វហើយដល់មកទៀតយើងនឹងបន្ថែមគ្រឿងទេសមានដូចជាអីមានដូចជាខ្ទឹមសអញ្ចឹងខ្ទឹមសនោះយើងយក4 5កពឹសមកយើងយកមកដំហើយហាន់វាម៉ត់ទៅយើងយកទៅដាក់នៅក្នុងសាច់ជ្រូកនៅក្នុងចានសាច់ជ្រូកដែលយើងបានផ្សំមិញហ្នឹងហើយយើងយកប្រហុកដែលយើងបានដុតនឹងយកមកដាក់នៅក្នុងចានសាច់ជ្រូកនឹងបន្ថែមទៀតយើងបន្ថែមស្ករបន្ថែមប៊ីចេងបន្ថែមអំបិលបន្តិចទៅហើយនឹងម្សៅស៊ុបនឹងហើយនេះម្សៅស៊ុបយើងបន្ថែមទៅតាមចំណង់ចំណូលចិត្តរបស់យើងចង់ដាក់ស្ករដាក់អីច្រើនតិចច្រើនតាមនឹងហើយយើងដាក់អំពិលខាងខ្ញុំហ្នឹងគឺខ្ញុំប្រើអំពិលទុំបាទប្រើអំពិលទុំដើម្បីឲ្យមានជាតិជូរបន្ថែមទៀតយើងថែមទៅតាមចំណង់ចំណូលចិត្តរបស់យើងបើយើងចូលចិត្តជូរក៏ថែមជូរឲ្យច្រើនអញ្ចឹងទៅណាហើយយើងកូរវាឲ្យសព្វបាទចោកត្រឡប់ឲ្យវាចូលជាតិគ្នាជាមួយនឹងស្ករប៊ីចេងអំបិលម្សៅស៊ុបហើយនឹងអំពិលឲ្យអំពិលវាចេញជាតិបន្តមកទៀតយើងយកមកចាក់ចូលទៅនៅក្នុងចានកធុនមួយឲ្យចានកធុនដែលយើងដាក់ស្ដៅនឹងបន្លែផ្សេងហ្នឹងយើងដាក់វាចូលទៅហើយយើងត្រឡប់វាណាយើងចោកត្រឡប់កូរឲ្យវាចូលជាតិជាមួយនឹងបន្លែស្ដៅរបស់យើងហ្នឹងបាទដែលជាតួឯកនៃការធ្វើម្ហូបនឹងឯងបាទអញ្ចឹងគឺយើងកូរវាមកត្រឡប់ចោះត្រឡប់ឡើង
ឲ្យវាចូលជាតិគ្នាហើយឲ្យអំពិលមិញហ្នឹងវាចេញជាតិជូរដើម្បីបន្ថែមរសជាតិទៅនៅក្នុងការញ៉ាំស្តៅនោះហើយញ៉ាំស្តៅហ្នឹងយើងញ៉ាំមួយអីគឺយើងញ៉ាំមួយបាយញ៉ាំស្តៅហ្នឹងគឺខ្ញុំញ៉ាំជាមួយត្រីអាំងខ្ញុំបានទៅផ្សារទិញត្រីអាំងមកមួយហ្នឹងក៏តែខ្ញុំបានថតជាវីដេអូក្នុងការញ៉ាំបង្ហាញទេគឺខ្ញុំបានបង្ហាញត្រឹមតែរូបភាពទេបាទដោយសារតែអត់ពេលអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាសូម Subscribe Channel ម្នាក់មួយផងបាទសូមអរគុណទុកជាការរាប់អាន